នាព្រឹកថ្ងៃប្រហ័ស12កើតខែពិសាខឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2568ត្រូវនៅថ្ងៃទី8ខែឧសភាឆ្នាំ2025ក្រសួងអភិវឌ្ឍជនបទបានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍជនបទឆ្នាំ2025-2035របស់ក្រសួងអភិវឌ្ឍជនបទជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមឆៃរិទ្ធិសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទនៅទីស្តីការក្រសួងអភិវឌ្ឍជនបទកិច្ចប្រជុំពិគ្រោះយោបល់នេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការប្រចាំការឯកឧត្តមលោកជំទាវរដ្ឋលេខាធិការអនុរដ្ឋលេខាធិការនិងថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍជនបទឯកឧត្តមលោកជំទាវតំណាងរដ្ឋបាលខេត្តនិងមន្ទីរអភិវឌ្ឍជនបទទាំង25រាជធានីខេត្តជាកិច្ចចាប់ផ្ដើមឯកឧត្តមឆៃរិទ្ធិសែនបានសម្ដែងនៅការស្វាគមន៍យ៉ាងកក់ក្ដៅនិងបានថ្លែងអំណរគុណចំពោះការផ្ដល់នៅវត្តមានអញ្ជើញចូលរួមរបស់ឯកឧត្តមលោកជំទាវតំណាងរដ្ឋបាលខេត្តទាំង25ដែលជាការបង្ហាញឲ្យឃើញអំពីការយកចិត្តទុកដាក់នៅក្នុងការចូលរួមលើកកម្ពស់ការអភិវឌ្ឍជនបទដោយហេតុថាវិស័យអភិវឌ្ឍជនបទជាកិច្ចការពហុវិស័យដែលទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិមានប្រសាសន៍នៅក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រីក៏បានគូបញ្ជាក់ថានៅក្នុងបុព្វហេតុនៃការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនអាចប្រកួតប្រជែងជាមួយនឹងបណ្ដាប្រទេសនានានៅក្នុងសកលលោករាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់សម្ដេចតេជោហ៊ុនសែនជាបិតាស្ថាបនិកសន្តិភាពកម្ពុជានិងជាប្រតិបត្តិការនៃនយោបាយឈ្នះឈ្នះបានដាក់ចេញនៅការអនុវត្តនៅយុទ្ធសាស្ត្រត្រីកោណនិងយុទ្ធសាស្ត្រចតុកោណទាំង4ដំណាក់កាលប្រកបដោយប្រសិទ្ធភាពខ្ពស់ជាមួយនឹងការបន្តបេសកកម្មជាប្រវត្តិសាស្ត្រនេះរាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក្រោមការដឹកនាំបន្តវេនដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតនិងធម្មវន្តរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដើម្បីកំណើនការងារសមធម៌ប្រសិទ្ធភាពនិងចីរភាពដែលបានកំណត់អត្ថិភាពគន្លឹះ5នោះគឺមនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យា Digital ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ2050ដើម្បីចូលរួមចំណែកសម្រេចឲ្យបាននៅទិសដៅអភិវឌ្ឍរបស់រាជរដ្ឋាភិបាលក្រសួងអភិវឌ្ឍជនបទកំពុងតែខិតខំរៀបចំនូវគោលនយោបាយអភិវឌ្ឍជនបទឆ្នាំ2025-2035ដោយផ្អែកទៅលើមូលដ្ឋាននៃសមិទ្ធផលដែលសម្រេចបាននាពេលកន្លងមកនិងដាក់ទិសដៅអភិវឌ្ឍជនបទរយៈពេលវែងដែលមានចក្ខុវិស័យកសាងសង្គមជនបទកម្ពុជាឲ្យមានវិបុលភាពប្រកបដោយបរិយាបន្ននិងចីរភាពឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើទៅដល់អង្គប្រជុំទាំងមូលចូលរួមឲ្យបានសកម្មនៅក្នុងការពិភាក្សានិងផ្ដល់យោបល់ព្រមទាំងធាតុចូលជាយុទ្ធសាស្ត្រនិងកំណើនប្រកបដោយនៃស្ថាបនាដើម្បីជួយបំពេញបន្ថែមលើផែនការអភិវឌ្ឍរយៈពេលវែងនេះឲ្យមានគុណភាពនិរន្តរភាពនិងអាចយកទៅអនុវត្តបានពិតប្រាកដសម្រាប់សមិទ្ធផលជាក់ស្ដែងជូនប្រជាជននិងប្រទេសជាតិកិច្ចប្រជុំពិគ្រោះយោបល់នេះក៏បានដំណើរការទៅដោយមានការធ្វើបទបង្ហាញស្ដីពីសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍជនបទឆ្នាំ2025-2035ដោយលោកទូយស៊ីផាតអគ្គនាយករងរដ្ឋបាលនិងហិរញ្ញវត្ថុជូនដល់អង្គពិធីទាំងមូលផ្ដោតទៅលើចក្ខុវិស័យគោលបំណងគោលដៅយុទ្ធសាស្ត្រកម្មវិធីនិងវិធីសាស្ត្រជូនទៅដល់អង្គប្រជុំទាំងមូលបន្ទាប់មកអង្គប្រជុំក៏បានធ្វើការពិភាក្សាយ៉ាងផុសផុសលើសេចក្តីព្រាងគោលនយោបាយនេះព្រមទាំងបានចូលរួមផ្ដល់មតិយោបល់និងសំណូមពរនានាដែលជាធាតុចូលដ៏សំខាន់បន្ថែមទៀតធ្វើឲ្យសេចក្តីព្រាងគោលនយោបាយនេះកាន់តែមានគុណភាពគ្រប់ជ្រុងជ្រោយនិងមានសង្កត់ភាពទៅនឹងចក្ខុវិស័យនិងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជនបទរបស់រាជរដ្ឋាភិបាលបន្ទាប់ពីបានស្ដាប់នៅការធ្វើបទបង្ហាញនិងការផ្ដល់នៅធាតុចូលដ៏មានសារៈសំខាន់ពីអង្គប្រជុំរួចមកឯកឧត្តមឆៃរិទ្ធិសែនក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងទទួលយកនៅរាល់ធាតុចូលល្អៗសម្រាប់បំពេញបន្ថែមលើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍជនបទឆ្នាំ2025-2035ឲ្យកាន់តែមានភាពច្បាស់លាស់និងមានវិសាលភាពអនុវត្តបានទូលំទូលាយជាកិច្ចបញ្ចប់នៃអង្គប្រជុំឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្ដល់អនុសាសន៍ទៅដល់ក្រុមការងារតាក់តែងគោលនយោបាយរៀបចំកែសម្រួលដោយដាក់បញ្ចូលនៅរាល់ធាតុចូលដែលទទួលបានពីអង្គប្រជុំព្រមទាំងស្នើសុំដល់តំណាងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់បន្តចូលរួមសហការនិងផ្ដល់ធាតុចូលបន្ថែមទៀតដើម្បីឲ្យការរៀបចំផែនការយុទ្ធសាស្ត្ររយៈពេលវែងនេះកាន់តែមានភាពល្អប្រសើរ
ឆ្លើយតបទៅនឹងបរិបទនយោបាយសេដ្ឋកិច្ចសង្គមបច្ចេកវិទ្យារបស់កម្ពុជានាពេលបច្ចុប្បន្នក៏ដូចជាអនាគតក្នុងគោលដៅធ្វើឲ្យតំបន់ជនបទនៃព្រះរាជាណាចក្រកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យនិងមាននិរន្តរភាព។